ស្ដាប់ណាបច្ចៈវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយ ព្រះអង្គដ៏ចម្រើនទ្រង់ធ្វើរួចរួចណាសូមប្រាប់ទូបង្គំផង មើលនៅតាមប្រាប់ផងយើងនឹងសម្ដែងធម៌ចំពោះអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាតាំងចិត្តរៀនហើយប្រតិបត្តិតាមយើងសម្ដែងមិនយូរទេអ្នកទាំងអស់គ្នានឹងត្រាស់ដឹងនៅខ្លួនឯងមិនមែននៅជាតិមុខនៅពេលនេះហើយឥឡូវនេះក្នុងជាតិនេះយើងនិយាយជាការពិត ព្រះពុទ្ធជាម្ចាស់ដល់ដំណោលទៅពួកយើងផង យកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរំឬការធ្វើបាបខ្លួនឯងឲ្យពិបាកប៉ុន្តែចូលប្រណិប័តតាមផ្លូវកណ្ដាល ព្រះពុទ្ធជាម្ចាស់តើផ្លូវកណ្ដាលនោះអ្វីទៅ គឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខ8ប្រការឬអង្គ8គឺ 1. ការយល់ឃើញត្រូវសមាទិដ្ឋិ 2. ការត្រេះរិះត្រូវសមាសង្កប្បៈ 3. ការនិយាយត្រូវសមាវាចា 4. ការងារត្រូវសមាកម្មន្តៈ 5. ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ 6. ការបំពេញព្យាយាមត្រូវសមាវិយាមៈ 7. ការរលឹកត្រូវសមាសតិ 8. ការតាំងចិត្តត្រូវសមាសមាធិ លោកទាំងឡាយចូលយកវាទៅធ្វើជាផលប្រយោជន៍ដើម្បីសេចក្តីសុខដល់ប្រជាជនដើម្បីសេចក្តីស្រឡាញ់ដល់ពិភពលោកដើម្បីផលប្រយោជន៍ដល់មនុស្សដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយតែកុំទៅផ្លូវមួយដល់ទៅពីររូងចូលសម្ដែងធម៌ឲ្យស្រស់បំព្រងនៅក្នុងជំហានដំបូងហើយនៅទីបំផុតចូលប្រកាសសាសនាហើយតាំងចិត្តឲ្យបរិសុទ្ធស្រស់